តាំងពីដើមឡើយអើយមកខ្ញុំមិនដែលមានអារម្មណ៍សោកស្ដាយសុំបីតែ1%ចំពោះការគោរពប្រណិប័តមានជំនឿលើវត្តសុទ្ធមួយមានជំនឿលើព្រះអង្គមួយមិនសាបសូន្យទេនៅតែ100%នៅតែមានគេហៅថាជំនឿដ៏មុតមមជឿនឹងជឿឃើញភ្នែកឃើញនឹងសមិទ្ធផលជាក់ស្ដែងបាទអនុញ្ញាតសូមគោរពជំរាបសួរលោកពុកអ្នកម្ដាយបងប្អូនជនរួមជាតិក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពវិរវៈដ៏ជ្រាលជ្រៅជាទីបំផុតយើងមកជម្រាបជូនពុកម៉ែបងប្អូនតាមដំណើរតងបន្តិចនាពេលដែលកន្លងមកក៏បងប្អូនយើងឲ្យតែមានបុណ្យមានទានក៏ដូចជារឿងរ៉ាវចាក់ស្រេះមួយចំនួនហ្នឹងលោកក៏តែងតែដណ្ដឹងសួរនាំមកជារឿយៗហើយម្សិលមិញលោកពុកអ្នកម៉ែបងប្អូនយើងក៏សួរមកសរុបទៅឡើងចង់50នាក់ដែរបាទទាំងទេមកផងឆាតមកផងមិនក៏អត់ឃើញលោកក្មួយថតលោកផ្សាយដូចគេទៀតបើមែនទេទៅដោយសារលោកពុកអ្នកម៉ែលោកអូឌៀនរបស់ក្មួយជាប្រិយមិត្តរបស់ក្មួយដល់ក្មួយឲ្យបានថតអត់បានឃើញហើយក៏មើលនៅលើមាតិការបស់បងប្អូនយើងអ្នកផលិតវីដេអូផ្សេងឃើញទៅក៏បានឃើញបានដឹងដំណឹងបើមែនទេទៅកាលពីថ្ងៃម្សិលមិញ29ហ្នឹងកម្មវិធីធំបងប្អូនកម្មវិធីធំនៅវត្តសុទ្ធនោះបាទកម្មវិធីធំដល់ម្លោះហើយបងប្អូនយើងសួរហេតុអីក៏ដៃខ្មែរ TV អត់ទៅបាទអត់ដឹងមិនមែនមិនដឹងដំណឹងសោះទេគ្រាន់តែថាដោយសារខ្ញុំរវល់នៅពេទ្យទៅវិញទៅមកនៅពេទ្យពុកម៉ែបងប្អូនទៅអត់កើតមិនទាន់បានឆ្លៀតទៅបានហើយសួរថារវល់ម៉េះងាកពេទ្យពេទ្យ3ថ្ងៃទៅម្ដង4ថ្ងៃទៅម្ដងអញ្ចឹងភារៈដែលត្រូវនៅប្រចាំការហ្នឹងគឺទៅណាឆ្ងាយមិនទាន់បានណាដូចបងប្អូនដឹងស្រាប់ហើយទីមួយការងាររដ្ឋផងណាការងារឯកជនផងត្រូវទៅជួបពេទ្យអាត្មាណាក៏ខ្ញុំឡើងប្រយទៅអាត្មានឹងទៅណាបានន័យថាដឹកជញ្ជូនកូនទៅវិញទៅមកហ្នឹងណាលោកពុកអ្នកម៉ែណាហើយលោកពុកអ្នកម៉ែខ្លះប្រហោងពោះធ្លុលគាត់ស្មានតែខ្ញុំនឹងឈឺអត់ទេខ្ញុំអត់មានឈឺអីទេជានាសុខភាពល្អធម្មតាកូនខ្ញុំបាទទេខ្ញុំកណាខ្ញុំបាទទេដែលវះកាត់នោះបាទវះកាត់នោះគឺវះកាត់ប្រអប់ជើងឆ្អឹងប្រអប់ជើងណាវះកាត់នោះចំនួន2ដងមកហើយនៅពេទ្យកុមារជាតិនោះបងប្អូនហើយមិនទាន់បានជាសះស្បើយស្រួលបួសទេគ្រាន់តែថាស្ថានភាពល្អប្រសើរហើយស្ថិតនៅក្នុងស្ថានភាពនៃអាការៈតាមដានជាប់ជាប្រចាំខាតរៀនខាតសូត្រនោះចូលប្រហែលជា5ខែបងប្អូនបាទរំលងពីពេលនេះតទៅប្រហែលជា3ខែទៀតទើបដឹងថាស្ថានភាពនៅវាយ៉ាងម៉េចហើយថ្ងៃទីនេះទៅមកពីពេទ្យហើយថ្ងៃទី8នេះទៅមួយសាទៀតថ្ងៃទី15នេះទៅមួយសាទៀតធ្វើតេស្តឈាមហើយពិនិត្យមើលស្ថានភាពកំណកឆ្អឹងនឹងបន្តទៀតថាតើវាដោះមកវិញដោយរបៀបណាអញ្ចឹងណាបងប្អូនបាទនឹងរឿងក្រៅផ្លូវការទេពុំគួរនឹងរៀបរាប់ទេប៉ុន្តែបងប្អូនគាត់ឆ្ងល់បាទចេះឆ្លើយប្រាប់បងប្អូនតាមរយៈវីដេអូឃ្លីបហ្នឹងទៅបងប្អូនខ្លះក៏គាត់បានតាមដានហើយបងប្អូនខ្លះហ្នឹងក៏គាត់ពុំដែលតាមដានប៉ុន្តែបើកមើលឃើញអីចឹងទៅដូចខ្ញុំកំពុងនិយាយក្នុងឡាននោះអីចឹងទៅគាត់សួរនាំហើយថ្ងៃស្អែកនេះទៀតសោតបងប្អូនសួរទៅទេខ្ញុំចិត្តនោះនិយាយពីថាពុះកញ្ជ្រោលចង់ខ្លាំងណាស់បាទចង់ខ្លាំងណាស់ប៉ុន្តែនឹងព្យាយាមទៅឲ្យទាល់តែបានបាទព្យាយាមទៅឲ្យទាល់តែបានព្រោះខកច្រើនកម្មវិធីហើយប៉ុន្តែការខកនោះវាដោយមានធរៈពិតមែនបើអត់ធរៈនោះនៅញ័រជើងនឹងមិនបានទេបាទទន្ទ្រាំជើងនៅមិនបានទេព្រោះយើងឃើញសពថ្ងៃនេះតាំងពីដើមឡើយអើយមកខ្ញុំមិនដែលមានអារម្មណ៍សោកស្ដាយសុំបីតែ1%ចំពោះការគោរពប្រណិប័តមានជំនឿលើវត្តសុទ្ធមួយមានជំនឿលើព្រះអង្គមួយមិនសាបសូន្យទេនៅតែ100%នៅតែមានគេហៅថាជំនឿដ៏មុតមម
chưa nó chưa khơi này khơi nâng sầm mất tịp ho chia sài mà hơi vì rồi chia sẽ cái đây sân đọc pro bên nàyประกอบដោយសង្កហៈព្រមមវិហាធោអដ្ឋង្គិច្ចមៈទាំង8របស់ព្រះអង្គដឹកនាំពុទ្ធបរិស័ទសពសាធិជនទាំងឡាយទាំងពួងពុទ្ធបរិស័ទសាសនូបត្ថម្ភគ្រប់សតប3វណ្ណៈទាំងអស់តាំងពីថ្នាក់វណ្ណៈរាជទាសកររហូតដល់អង្គព្រះមហាក្សត្រជីវិតលើត្បូងគ្រប់និន្នាការទាំងអស់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធប្រទេសជាតិវប្បធម៌ប្រពៃណីអរិយធម៌ហាក់ឆ្លុះបញ្ចាំងឲ្យឃើញពីឧត្តមភាពដ៏ថ្លៃថ្លាខ្ពង់ខ្ពស់ណាស់ដែលយើងនឹកស្មានមិនដល់អញ្ចឹងហើយបានបេះដូងថ្លើមប្រមាត់ស្ទើររលួយរលេះនៅពេលណាដែលខកខានកម្មវិធីមួយកម្មវិធីធំណាតែយើងក៏សប្បាយចិត្តមានឃើញបងប្អូនខ្លះក៏ថតផ្សាយហើយមានបងប្អូនខ្លះនោះផ្ញើคลิปវីដេអូមកឲ្យផុសជូនទៀតបាទគាត់ស្រឡាញ់គាត់គាំទ្រហើយជាពិសេសលោកពុកអ្នកម៉ែបងប្អូនកម្ពុជាក្រោមហើយនាយសមុទ្រណាផ្ញើក្តីស្រឡាញ់នឹងការនឹកលើកចំពោះលោកពុកអ្នកម៉ែផងទាំងបងប្អូនយើងកម្ពុជាក្រោមហើយនាយសមុទ្រអីហ្នឹងខ្មែរយើងក្នុងស្រុកក្រៅស្រុកទោះបីនៅទីណាកន្លែងណាចិត្តឬក៏ឆ្ងាយដូចម្ដេចដូចម្ដាមានតែផ្ញើក្តីស្រឡាញ់នឹងការនឹករលឹកទៅនឹងឯងធំធេងណាស់ទៅកាន់លោកពុកអ្នកម៉ែដែលខ្វល់ខ្វាយនឹងព្រួយបារម្ភអំពីដំណើរសុខទុក្ខបាត់មុខបាត់ច្រមុះបាត់មាត់ទៅណាអស់ហើយឃើញតែមៀតប្រពន្ធតម្រៃនៅហ្នឹងតាមក៏ពិតទៅមានបងប្អូនខ្លះហ្នឹងគាត់ក៏ទទួលចង់ដឹងឥឡូវរៀងដាច់ទំនាក់ទំនងឆ្ងាយហើយដោយសារពុំសូវមានវីដេអូផុសផ្សាយជូនเนาะអំពីដំណើររបស់ព្រះអង្គការវិវត្តកិច្ចការងារហេដ្ឋារចនាសម្ព័ន្ធសេនាសនៈធំស្កឹមស្កៃផុសដែតរីកប្រងព្រាតនៅក្នុងវត្តចន្ទបជោតនារាមហៅវត្តសុទ្ធដែលដឹកនាំក្នុងមាគ៌ាពុទ្ធពធប្រសង់ផ្លូវលោកនានាចក្រកិច្ចការកសាងរីកដុះដាលផុសអណ្ដែតឡើងដូចជាឋានតុសិទ្ធណាដោយព្រះអិនព្រះអង្គជប់ណាអញ្ចឹងបានសេចក្តីថាយើងមើលឃើញនឹងភ្នែកបងប្អូនយើងមើលឃើញនឹងភ្នែកហើយលោកពុកអ្នកម៉ែហើយលោកពុកអ្នកម៉ែបើខ្ញុំនិយាយពាក្យមួយម៉ាត់ថាបើមិនជឿនៅអ្វីដែលឃើញនឹងភ្នែកទេមិនដឹងទៅជឿស្អីទៀតទេអានេះយើងមិនមែនទៅជឿនៅក្នុងជំនឿងប់ងល់នៅក្នុងភពអាតកំបាំងព្រះអិនព្រះអង្គប្រព្រំយមរាជភូមិបាលទេអត់ទេខ្ញុំចង់និយាយថាឃើញអ្វីដែលព្រះអង្គដឹកនាំកិច្ចការកសាងនេះយើងឃើញថាវាលឿនពេកវារហ័សពេកហើយនៅឥឡូវថ្មីនេះខ្ញុំគ្រាន់តែបើកមើលផ្លាប់ខ្ញុំលួចឲ្យខ្ញុំលួចសើចក្នុងចិត្តមានមោទនភាពចំពោះព្រះអង្គហើយជាពិសេសមោទនភាពចំពោះឯកឧត្តមលោកជំទាវអ្នកអង្គញាអស់លោកស្រីដែលនាងកញ្ញាដែលលោកអ្នកមានទាំងបុណ្យស័ក្តិយោខ្ពងខ្ពស់អត់ដងអត់ដំតដងតដែតហើយលោកពុំមែនជាអ្នកក្រប៉ុន្តែលោកធ្វើបុណ្យនោះធ្វើណាស់តែហ្មងដោយបងប្អូនដឹងស្រាប់ហើយខ្ញុំមិនមែនចេះតែលើកឡើងនេះស្ដាប់តាមធេរៈដែលការរបស់ព្រះអង្គក្នុងคลิปវីដេអូរបស់ណែបងប្អូនអ្នកផលិតវីដេអូយើងនោះស្ដាប់អានឹងស្ដាប់តាមធេរៈដែលការរបស់ព្រះអង្គឥឡូវកម្មវិធីកសាងចែកដីនោះចិត្ត$1 លានបងប្អូនគិតមើលមិនចិត្ត$1 លានទៀតហើយមិនមែនធម្មតាទេហើយដីឡើង7-8ហិកតាទៀតហើយសមិទ្ធផលណែប្រុងបលីការពីម្សិលមិញនោះណាបាទកិច្ចការងារកសាងបច្ចេកដីនោះឃើញទេបងប្អូនចិត្ត$1 លានទៀតដឹកនាំដោយប្រកាសណាប្រគុណម្ចាស់ព្រះអង្គណាឃើញទេខ្ញុំគ្រាន់តែគិតនឹងចង់រំភើបចង់ស្រក់ទឹកភ្នែកមិនតិចណាទាំង$1 លានហើយដឹកនាំកិច្ចការងារកសាងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធវត្តអត់មានតែកសាងឯណាបងហើយឃើញតែរីកដុះដាលចម្រុងចម្រើនលឿនអីក៏លឿនយ៉ាងនេះល្អអីក៏ល្អម្លេះវិស័យលើសលប់នឹងមិនស្ញើសរសើរពំបានណាតែនិយាយអីទៀតលើសលប់គេជេរម៉ែខ្ញុំទៀតឡើយបាទកាលពីថ្ងៃទី29បងប្អូន
đập bay cao khai bị xạឆ្នាំ មី អត្តស័កពុទ្ធសករាជ 2569 យើងមិនតាន់ចូល 2570 នៅឡើយទេត្រូវថ្ងៃទី 29 ខែមេសា ពិធីបុណ្យបញ្ចុះបឋមសិលាកសាងប្រាង្គព្រះចេតិយព្រះសុវណ្ណបពិតរនិងប្រាសាទចតុលោកបាលបងប្អូនណាដែលដឹកនាំដោយព្រះធម្មវណ្ណវាសីបណ្ឌិតចាន់មនីព្រះសមុហគុណខេត្តនិងលោកជំទាវធម្មសុគន្ធពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ IC សុគន្ធធារីណាស្ថិតនៅក្នុងបរិវេណដីកោះវត្តចន្ទបជោតនារាមហៅវត្តសុតភូមិប៉ាតឡាងឃុំក្រាំងលាវស្រុករលាភីខេត្តកំពង់ឆ្នាំងបងប្អូនហើយរំភើបណាស់ឃើញអ្នកមុខអ្នកការមន្ត្រីជាន់ខ្ពស់ឯកឧត្តមលោកជំទាវអ្នកអង្គញាអស់លោកស្រីអ្នកមុខអ្នកការតូចធំក្នុងប្រទេសផងក្រៅប្រទេសផងបងប្អូនប្រជាពុទ្ធបរិស័ទមូលមីដេដាស់កោះកកកុញអញ្ជើញឡើងទៅអបអរសាទរត្រេកអរនឹងសមិទ្ធផលកិច្ចការកសាងទាំងឡាយទាំងពួងដែលកើតមាននៅក្នុងវត្តចន្ទបជោតនារាមហៅវត្តសុតនេះណាវាគួរឲ្យមោទនៈណាវាគួរឲ្យមោទនៈខ្លាំងណាស់យើងគ្មានអារម្មណ៍សោកស្ដាយឈឺចិត្តឬមួយក៏វិបដិសារីទេចំពោះកិច្ចការងារកន្លងមកការគោរពប្រណិប័តទោះបីពេលខ្លះនោះក៏ប្រឈមជាមួយនឹងអ្វីដែលជារឿងអវិជ្ជមានខ្លះហ្នឹងក៏នៅតែសบายចិត្តជាពន់ពេកឥតឧបមាយ៉ាងណាក៏វាមិនត្រូវវាស្ដែងពេកតាំងពីដើរដីហុយតាមបន្លាយពងល្ងឹតរោមភ្នែកជុកងងឹតមិនឃើញតែឥឡូវដើរល្អិលសំទោសមិនមែនដើរល្អិលទេដើរព្រិលហ្មងកន្លែងណាក៏កស៊ូបេតុងផ្លូវក៏ចាក់សេនាសនៈធំស្កឹមស្កៃទីលានបរិវេណមកជុំវិញវត្តចន្ទបជោតនារាមហៅវត្តសុតប៉ុណ្ណាមើលពីលើទៅក៏ស្អាតមើលពីក្រោមទៅក៏ស្អាតពីមុខពីក្រោយក៏ហមមើលចំនោះក៏សម្បើមយ៉ាងដូចឋានសួគ៌មែនណាបានចូលទៅដល់ក្នុងមិនដឹងថាកក់ក្ដៅរមណីយ៉ាងណាជាទីដែលសណ្ដំសន្ទុំបេះដូងថ្លើមប្រមាត់ចូលទៅដល់ទីនោះមានអារម្មណ៍ថាសុខស្ងាត់បែបគេហៅថាមនុស្សមានចិត្តជាសប្បុរសណាមនុស្សដែលសម្បូរទៅដោយមេត្តាករុណាមុទិតាឧបេក្ខាប្រកបដោយព្រហ្មវិហារធម៌សីលធម៌គុណធម៌សុជីវធម៌ហើយមានការចែកចាយដោយសេចក្តីគេហៅថាមុតថ្លាជ្រះថ្លាស្រួចឆ្លាស់ឆ្លើមនៅក្នុងការប្រស្រ័យទំនាក់ទំនងដូចជាដឹកនាំរួបរวมសាមគ្គីគ្នាសាមគ្គីណាំងនោះដើម្បីធ្វើសេចក្តីល្អតាំងតែពីដើមរហូតមកដល់ពេលនេះយើងគិតទៅថាចិត្ត3ឆ្នាំចុះអញ្ចឹងចាហេតុអីក៏មិនចេះសាបរលាបហេតុបច្ច័យអញ្ចឹងមកពីលោកមានបុណ្យលោកដឹកនាំធ្វើល្អពុទ្ធបរិស័ទចិត្តឆ្ងាយក្នុងប្រទេសក្រៅប្រទេសទីណាឯណាសុទ្ធតែល្អចូលរួមនៅក្នុងកិច្ចការកសាងអានឹងគេហៅថាកម្លាំងសាមគ្គីពិតជាធ្វើឲ្យសមិទ្ធផលរីកដុះដាលអញ្ចឹងបានថាខ្ញុំធ្លាប់និទានប្រាប់បងប្អូនជារឿយៗថាអ្នកដែលធ្វើបុណ្យណាទោះបីតិចក្តីច្រើនក្តីពេលដែលយើងលះបង់ទៅឲ្យគេក្នុងចិត្តរបស់យើងវាបរិសុទ្ធសប្បាយនៅពេលដែលយើងធ្វើឲ្យគេពេញដៃពេញជើងពេលដែលយើងសង្គ្រោះសន្តោសបណីចេះចែកជួយរំលែកសប្បុរសដល់អ្នកដទៃនៅក្នុងចិត្តរបស់យើងវាចេះតែជ្រះថ្លាហើយក៏ចូលចិត្តតែធ្វើអញ្ចឹងដោយអំណាចនៃអផលបុណ្យនឹងវារុញហើយខ្ញុំគិតរឿងកម្លាំងបុណ្យខ្លាំងដែរបាទខ្ញុំដូចឧទាហរណ៍ដូចខ្ញុំអញ្ចឹងពេលដែលកូនឈឺកាត់អីខ្ញុំនឹកដល់គុណបុណ្យ
nè chia sẻ rồi bỏ và cả nào con cha bỏ ông đất chăn đi đá công dậy lý nhưng được mấy giờ sập khơi bỏ ông rồi giờ sập hay nước đó con bọn thà vây đây trong cái này trong bạt bàn phư rùm cho môi đường phục mai bong bóng bột bò sát từng lai từng buông đó xôm ở này để phò bon đây trong bạt cái này trong bạt bàn phư chỉ rùm cho môi đường phục mai bong bóng mật và thô bong bóng bị chia bột bò sát cái lon mau nó ở địa cao chết bay năm cái lon mà đi nú xong mà chui dịch vô sần đào bằng hai anh đây đôi bông pi cái đá cho là xa phong cả mọi lịch luôn xong mà cô nó bàn chia bàn đây chẳng tới lên là tập phó bán khơi thả lo và xa nay phó bon dịch vô mình cô tập bông mình á bật bong smart đây ở đây nữa nè bong bồn nên lư pe thà chừng ngư nướng vượt ngôn ngô vì ai thà chia chừng ngư cài cả hai môi chẳng còn là lư chẳng bể đồn chia phục mà đai sang ở lông pru nên nướng nè bong bồn chúng ta họ bọn bà cầm nâng về mấy ai mà hỏi bàn về thiệt từ lơ côn sống nữa và thiệt mà lơ sống sống từ tua và sao chuyện khơi côn luôn ai đây là lơ prong ca và cách và cân hay từ từ chỉ riêng chân chân nè bây đồn phàm vào mặt ở phục một đài bóng bồn đằng này rằng từ thà ai chư chúng nó bàn chư chân với chư khăng à về nâng chân nước đỏ côn bồn chân ta lơ này thà hạ bây đô chuyện đỏ bà là chân bị trùng chẳng đôi đỏ bà là chuyện mình đặt doctor ban phải chia hai thà miền rau cài sa hà ấy tê admin tê hay chúng ngư đồng cắt ní nâng chia mà rồi phía rồi được nông pe chạp chạp còn này bầm rong phải chặt này cả thái toam nó cứ mình ao chơi ấy sót vậyไปbay khai chẳng ta bong po nơi thà đôi đo bẩn la nó vừa chênh bị đau trung linh màu xả la chênh đó chẳng nước đó con bòn nước đó vọt sọt nước đó vàng phí chẳng hết á nước tại vì pe môn môn nó cứ áp chân là ngất slop được mong là ngất slop và vì mình men tapi bên ngay từ mau pe thế nên đừng pe cho per trăm là hai mau vì pe hay từ vinh từ mau chẳng á slop bong bồn ai miền bong bồn class PT mau class ban lơ ban ấy có khăng có sầm ba có mình sơ sờ bài chất ấy chẳng đây lơ lục đăng hai và cái ca ở từng ní lục đăng hai đó là chân tới đập để lục đắng lục sờ bài chất tê o cho môi trong bạt này chân sống trong chưa lơ bong trong chưa lơ bà chưa lơ hiệp sao chỉ là tiền tròn càn bịa sự chạ hai thôi bong lại ban chưa ra sần xóm thì đây sọc lại ban chưa ra trong phơi bồn trong sườn xóm sự đây sọc tới vót tới sót tới rồi có vót ai nạp xem là chỉ ti pưng chỉ ti rồi lực cái lại sọc ngọc công tơ cái lại cái đau cả hai ngọc bồn là nó lục phong này máy nè họ từ đi chỉ đi lông vây cái bàn này đây cái lại lục chim ti là kia mà ba cả học nhà xiên trần hề nhớ tiêu bòn á cái lại anh bảo phân na bên này ô mà lục từ chuyện từ cái lại nên có sọc ngọc này nhóm ba tầm nê bị cách ca nghe với nhau vào nhóm trong đó cái lại ngọc cái lại ngặt vót từ sót đi chỉ đi lông vây trong cái lên mơ khơi à tập về trong tầm nê thì họ đó luôn bắp con bàn ai đào ruồi tờ riêng bàn ấy cứ trong tàu tiết đấy và tàu tiết đấy tờ rô cái này là để sọc ngọc tờ rô cái này là để dương ai cần tu được sát thọt để sau này dập hiệp tập hiệp thom mà tê sana rồi bỏ vào cả na con một cha bong chun phục mai bong bồn bàn chỉ ti sần đập và to thiệt chẳng và đây mình hiền chia cò tục ấy nè bong bồn để bong bồn xua hay cho sai được mùi tơ tê dừng chạm chụp khi nở bọt từ sót đó vì xạ cả bô chia nát mũi thả ba toàn hiền toàn già thế phân tái tăng chất thàn đừng tơ hơi mà rồi phía rồi tăng chất nữa nè và này sao bà sai lớn về hai thả để chụp ấy nó mình là bao giờ thì đó thì họ chẳng và này xong công chân ấy ở đời ẩm nay bồn của sao phò dịch vô nó ba để chụp kia bộ khan chụp kia dù ấy khan chụp một mai bong bồn khan đờ mơ và xa và phum dù đại hải của mai bong bồn tiếng xua noam ngày ná bàn sầm phốt bàn chlong
toàn đăng thế bộ mày bằng vốn bên đây bảo phum hơi hái tua và sát bên đây nơi tê và đa bảo phum tiệt nó toàn bàn đại sạc xong toàn bàn chụp chìm riêng và sát nâng chụp và sát rồi bỏ lâu chìm tiêu thị sân tệ bận đất cai xuân sập hí so sọc khá bỏ vô lâu chia và thông một thiên thông ấy là lâu bàn chui bằng cục nực nông cây ca co sang và sát và phum nâng tầng ó qua khai rồi mà lồng pin lâu chia mà cha và thông một thiên thông ấy mà nâng nè tao là bàn chụp lồng tiêu cất cu ngày na hay cái càng nghe nó rui rò chẳng mấy nè bọn ông có đo cái hai thao vạt cho ná nâng bàn cất tao tiết đó bông bồn nâng chạm pe được trong miền cả sưu bú lang từ can vọt từ sót bàn chụp bọn ông nâng đằng xịt cái đây chứ bà hay bàn chụp lồng tiêu bong nè lồng tiêu bong từ cà phê cho chám nhồi nhối được bàn chụp ấy rực xài bò xua nòm từ can lồng tiêu bong tì group nè ai nâng bàn chụp và ong nâng bàn chụp bật xa vì cái càng nghiệp xem mà chấm đồn tiền mà vua có lâu mà ní trong một năm mấy đó thì vẽ cả đa năm ní cứ đại bàn chụp và ong tòa thì cái đó dướng mới tăng vì miệng bầu chia máu chân đúng không tăng vì môn miệng bầu chia nó mong lấy mình ban là chụp và ong hới nè sầm na và kênh sầm nu ấy phục mày bong vốn nó lấy toàn bán tăng vì tha tiêm sầm nua xua vào ong bởi sầm nua vào ong vì nâng máu chân lỗ dây rúm phun sâu ban chua tăng tại vì đây nè vọt riêng vào và tăng vì nâng máu có cách ca nghĩa về thời đọc về đạch năm từ tiết tung cô là cái niềm phê rẽ nhưng ta tua trả cả rồi ngay ca nghĩa rót nó này tranh tập ca nghĩa rót là mua luôn nơi tại trong studio ta tua cái ca nghĩa ai cái chôn kế rồi shop ta chay đón rương côn này tiếp với trôi tròn và mát bay khái nè trôi trong bay khái tăng viện môn mà lỡ là về trứng đọt luôn rồi bát trứng đúng không hay bàn khi đọc ca tầm nên tình trứng nó trong studio nữa chỉ việc chun đầm đằng tịch tới đòi rồng phơm cho pôn pe at opama nó để cái lệ mơ khơi tới khơi và phe rồi bao cả na và côn mà cha và ong và cô ao hơi thả chỉ ti đỏ xem xa là đông ở đóm hả bông bông chỉ tiผมnâng bưng bẹ sài đời plei chết á sọc ngọt bông bông xem trong chỉ việc chun bông bông chẳng lo ấy có lo chẳng đi lo hua pika rồi bưng túc đôi chân khơi sạp ấy rồi ngày pi vay đạiผมcua nâng cao rồi mà đo lời ní đây nè khá thà đôi than tọ sạch đôi vàng tới mới hôn ấy đằng rồi bảo nè Việt thì đâyผมriผมpơผมbay hecta tiết hơi co sang sầm mật thì pho và chai đây và sát chạ tọ lộ cả ba lấy tiết hơi sáp anh ấy trong sáp thề ra để ca bóng nó chết mà liên đô lá nó bong bồn dần khâm tha được bàn tờ thọt ngày sai nè bị sạc cả bầu chia nè nó có đặt vô rụp hiệp hỏi được nó nâng ai chỉ diêm tờ thọt và sát và phù mà phụng mai bong bồn bàn khơi tinh bật tờ phò tại dạng mệnh sát và bồn nà ngày muốn là bồn sầy nè chân na thọt nhà mà khơi sát ban tờ mơ tờ nhôi đài cà pin nơi tầm nế nè chẳng bàn thà ở rương rào khắc lắng bong bồn tâm từ nâng bật tê chiết dưỡng có phong toàn cho học sinh kìm lại thì chưa ná bong bồn nhưng chưa là bọn ba kế bà mát kế chọn chli lời dưỡng kế có mấy sóc bà mát đấy nó có phong ta vì nét on dry được này nâng kế vì nét on dry tăng bị bát tổ phu thò mà chia tăng bị cua tức chùm nôn tăng bị kỳ pay đầy sọc nè tiệt bạn ấy chẳng từ hay ấy xem tiền ta dương đang tham gia là phiên và tết chiết dương nhà mạch ấy dạng mạch đôi bong ôn xua mặc trong sọc ngay để cho mình dây để cho mình đây cho mình slide mình men rương khai dương ở đằng thế còn đây rương khai bao dây tới bị nằm ở phơi nương bị che và cắt tập phơi nhung cái này ta bên ta một nè bong ôn rương ca tu rương và tết chiết chùm lúa chiết này dung nương chiết này dung nè
ច្រើនវិស័យសូម្បីតែពួកខ្ញុំអ្នកធ្វើកិច្ចការងារជាមួយគ្នាវិស័យតំណាក់តំណងជាមួយ foreigner ណាកិច្ចការងារដែលពាក់ព័ន្ធទៅនឹង organization អីចឹងទៅផ្សេងក៏បែកបាក់សាមគ្គីគ្នាដោយសារជាតិនិយមនឹងដែរគេក៏គេជាតិនិយមរបស់គេយើងក៏យើងជាតិនិយមរបស់យើងអញ្ចឹងរឿងអីផ្សេងទៀតចក្ខុវិស័យទៅថ្ងៃខាងមុខយើងមើលវាអត់តាន់ធ្លុះ 100% ទេអញ្ចឹងមកមនុស្សរាល់ថ្ងៃគេត្រូវកំណត់គោលដៅនៅខាងមុខគេហៅថា step by step one by one side by side ហ្នឹងឃើញទេមួយមួយមកកម្មពីរកម្មសុំលេងផងណាហ្នឹងហើយបងប្អូនយើងមើលឃើញប៉ុន្តែជាចក្ខុវិស័យក្នុងអ្នកវិនិវត្តមួយទៀតចំពោះរាជរដ្ឋាភិបាលបងប្អូនធ្លាប់ឮប្រសាសន៍ប្រមុខថ្នាក់ដឹកនាំលើកឡើងឆ្នាំ2030ទៅឆ្នាំ2050កម្ពុជាយើងនឹងអាចឆ្ពោះទៅរកសុខសន្តិភាពមួយហើយនឹងក្លាយទៅជាប្រទេសអ្នកមានបានប៉ុន្តែវាអនុលោមទៅលើការចូលរួមរបស់រាជមន្ត្រីគ្រប់វ័យស្រទាប់វណ្ណៈទាំងអស់ទូទាំង17លានអ្នកជាងនៅក្នុងស្រុកខ្មែរអញ្ចឹងហើយចុះល្វែងបន្ទាត់ឋានទាំងអស់នោះនៅណាខ្លះច្រើនណាស់យើងមើលសប្តាហ៍ថ្ងៃច្រើនណាស់ហើយមនុស្សរកខ្លួនឯងឃើញនៅចំណុចខ្សោយចំណុចខ្លាំងខ្លួនឯងឃើញនៅអ្នកខ្លះរកអត់តាន់ឃើញទេណាខ្ញុំមិនហ៊ានអួតទេបើខ្ញុំរកឃើញខ្លួនឯងខ្លាំងអីខ្លួនឯងខ្សោយអីតែខ្លាំងខ្ញុំនោះមិនមែនខ្លាំងដល់គេគាត់ថាខ្លាំងធ្វើអ្វីមួយមុតស្រួចចឹងទៅវាមិនមែនខ្លាំងដល់ថ្នាក់អូបង្កើតចក្រវាលបានអត់ទេជប់អីបានអត់ទេណាអត់ចឹងទេមនុស្សយើងសុទ្ធតែមានគេហៅថាបំណិនចាំបាច់បំណិនស្រាប់ហើយនឹងវិរិយៈការព្យាយាមដុតកម្ដៅដែកដល់រឹងមាំនឹងឲ្យវាកាន់តែរឹងថែមទៀតដោះខាត់សំលៀងខ្លួនឯងនឹងឲ្យវាអស្ចារ្យយ៉ាងណាមិញខ្ញុំលើកបដូរទៅនឹងវត្តសុទ្ធបន្តិចដែលពីដើមឡើយនោះថាណែសាច់សារលហិតញាតខ្ញុំខ្លះហ្នឹងក៏បែបមែនទៅដឹងដូចគេថាមែនទៅដឹងដល់តាមកេតយូរទៅណោះមិននឹកស្មានដល់ទេកម្ររោគណារោមបានទេរោមដូចទេមាសសុតពិតជាមាសសុតនេះហើយមាសមែននេះហើយលោកមែនលោកមែនហ្នឹងឯងមិនលោកខ្លាយណាលោកមែនហ្នឹងឯងអ៊ំខ្លះថាហ្នឹងហើយលោកមែនលោកប្រកាសមែនលោកមែនណាចុះលោកមែននឹងឯងក្រងស្បង់លោកមែនប៉ុន្តែបានន័យថាពាក្យមែនរបស់ពួកគាត់នឹងថាលោកអស្ចារ្យលោកដឹកនាំបានលោកធ្វើបានមែនពុំមានមនុស្សណាដែលថាមិនអស្ចារ្យឬក៏ប្រសង់អង្គណាដែលថាមិនអស្ចារ្យហើយដឹកនាំបានដឹកនាំធ្វើកិច្ចការងារកសាងស្ដារមុខមាត់ប្រទេសជាតិតាមរយៈសាសនាដឹកនាំមនុស្សឲ្យចេះបង្រួមសាមគ្គីគ្នាទាំងហែតើទាំងជួទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីគ្រប់បីស្ទប់បណ្ណៈឯកឧត្តមលោកជំទាវរហូតដល់អង្គព្រះមហាក្សត្រជីវិតលើត្បូងទៅទៀតឯណោឃើញទេទៅរកឯណាទៀតនៅទៅរកឯណាទៀតហើយ3ឆ្នាំកន្លងមកហើយតែបងប្អូនសួរថានៅតែមានមាសផ្ចាញ់ត្រូវហើយសូម្បីតែពុទ្ធព្រះអង្គព្រះបរមគ្រូនៃយើងក៏ព្រះអង្គនៅតែមានមាសផ្ចាញ់ដែរមិនអញ្ចឹងហើយចុះតម្រាំដូចខ្ញុំអីណាព្រះអង្គប្រសង់ឃើញទេលោករួបរួមពេលនេះរួបរួមកាលណាខ្មែរចេះស្រឡាញ់ចេះរាប់រោគចេះឲ្យតម្លៃដោយសជីវធម៌គុណធម៌សីលធម៌សភាវធម៌ព្រហ្មវិហារធម៌រវាងគ្នានឹងគ្នាដោយសច្ចៈវិរិយៈស្មារតីបញ្ញាបាធីកម្លាំងបុណ្យនឹងជួយគ្នាចេះឈឺចាប់ស្រក់ទឹកភ្នែកចំពោះទឹកដីដែនកំណើតឈាមចូលសាច់សាលលហិតជាខ្មែរអត្តសញ្ញាណជាខ្មែរហ្នឹងវាធំធេងណាស់បងប្អូនអត់តាន់ដឹងពេលខ្លះបងប្អូនបានទៅឃើញនៅព្រំដែនបានទៅឃើញទុកលំបាករបស់បងកងកម្លាំងកងទ័ពជួរមុខ
វីដេអូដែលយើងចុះទៅធ្វើត្រង់សេធ្វើលៀនឋានអីនៅខាងខេត្តព្រះវិហារតាមអាប់ផ្សាយឲ្យបងប្អូនមើលទេដោយសារតែយើងគោរពទៅតាមបទដ្ឋានគតិយុត្តវីដេអូខ្លះមិនគួរផុសទេវាតាក់ទងទៅនឹងទីតាំងសភាពការយើងឥឡូវហ្នឹងក៏ហ្នឹងហើយបងប្អូនហើយដូចដែលខ្ញុំបាននិយាយចឹងគេនៅតែឆ្លៀនពៀនគេនៅតែរំលោភបំពានគេនៅតែអញដឹងទេណាគ្រូក្តាំងនៅមុខគណៈប្រតិភូចុះអង្កេតការប៉ុណ្ណឹងហើយនៅថាអញដឹងទេអាហ្នឹងគឺរឿងរបស់គេព្រោះគេជាចៅគេមិនសារភាពថាគេជាចៅបងប្អូនត្រូវដឹងទៅប៉ុណ្ណឹងទៅនឹងជារឿងប្រទេសជាតិជារឿងការទូតជារឿងនាវានៃកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពដឹកនាំដោយរាជរដ្ឋាភិបាលហើយយើងក៏ត្រូវចូលរួមចំណែកគ្រប់សរសៃឈាមគ្រប់សរសៃនៃចរន្តសមាគមសហគមន៍គ្រួសារតូចគ្រួសារធំរហូតដល់សង្វាក់ផលិតកម្មនៃប្រទេសជាតិទាំងមូលអញ្ចឹងមកណាហើយដើរឲ្យទាន់សកលទោះមិនទាន់ក៏កុំដេកផ្ដួលរមួលផ្សំគ្រិចខ្ញុំនិយាយក្នុងន័យនេះមិនមែនបានន័យថាមើលទៅលើអ្នកទុនខ្សោយមើលទៅលើអ្នកដែលខ្លាំងក្លាដោយភ្លេចគិតពីគុណតម្លៃនៃជាតិជារួមធំណាអត់ទេអ្នកតូចអ្នកតាយតឡាយលពៅនលងក្រូចឆ្មាក៏ដោយក៏មិនត្រូវជន់ឈ្លីគ្នាគេធំគេមានទលំខ្ពស់ឯកឧត្តមលោកជំទាវអ្នកអង្គញាមន្ត្រីជន់ខ្ពស់សាក់ពាក់លើស្មាកម្ពស់ណាក៏ឲ្យតម្លៃស្មើគ្នាប៉ុន្តែគ្រាន់តែការគោរពទៅតាមទូនាទីរដ្ឋបាលហ្នឹងយើងគោរពតំណែងអភ័យឯកសិទ្ធិដែលគាត់មានគេឈ្មោះបោះសម្លេងស័ក្តិសមនឹងទទួលបនស័ក្តិយុះអញ្ចឹងទៅប៉ុន្តែឯកជនភាពយើងមានដោយរៀងនេះអាហ្នឹងវានៅត្រង់ហ្នឹងណាតែយើងត្រូវពិចារណាណាអញ្ចឹងបងប្អូនខ្ញុំបានជម្រាបជូនត្រួសខ្លះហើយធ្វើទៅមិនខុសទេណាមិនខុសទេចឹងបានមានពុកម៉ែបងប្អូនណាគាត់ផ្ដាំលោកខ្ញុំចាំប្រសាសន៍អាយដាមកតេសង្ឃៈបណ្ឌិតទេពងនៅកំចោលវត្តសុទ្ធណាកំចោលលោកអត់បានទេអ្នកមានប៉ុនមែនណាហើយសម្ដីថ្នាក់ដឹកនាំកម្ពុជាថ្នាក់ដឹកនាំកម្ពុជាចាស់បណ្ឌិតព្រឹទ្ធាចារ្យណាអាយដាមពូទេពងលោកឲ្យអាវ៉ាតចឹងលោកល្អណាស់លោកចេះច្រើនណាស់អត់មានខុសអីមិនលោកអ៊ំលោកពូអ្នកមីងអាយុ80 100អ្នកក្មួយមិនមែនធម្មតាទេណាក្មួយណាលោកល្អណាងាយរកទេជឿថាងាយរកទេគាត់ឯងចាំមើលណាតិចទៀតនឹងវត្តសុទ្ធវត្តចន្ទបជោតនារាមនឹងคล้ายទៅជាដូចឋានប្រអិននឹងមែនឃើញទេបងប្អូនពាក្យចាស់ខ្ញុំចាំតាំងពីសម័យកតុំរយធ្លាក់នៅភ្នំខ្មោចម៉ែអ្នកម៉ែនៅអត់ដឹងឥឡូវរស់ណាអត់ឃើញតាក់តងក៏អត់ជួបថ្ងៃមុនទៅប៉ៃលិនក៏ទេមិនជួបមានទាំងឲ្យបល័យឲ្យអីអូណែកូនយកបល័យនេះទិញឲ្យជាប់ដើរចូលព្រៃបល័យរក្សាខ្លួនអីចាំរហូតដល់សប្តាហ៍ហ្នឹងហើយខ្ញុំជាអ្នកនិយមខាងអញ្ចឹងផងប្រយ័ត្នប្រយែងខ្លាចអញ្ចឹងដែរនេះជារឿងមួយដែលយើងត្រូវពិចារណាតែឥឡូវដូចជាស្ដែងយើងឃើញស្រាប់ខ្ញុំក៏គ្មានពាក្យអីថ្លែងរៀបរាប់ឲ្យវាវេអន្លាយឆ្ងាយសន្លឹមហួសអ្វីដែលជាការពិតដែរយើងទៅមើលបងប្អូនទៅឲ្យឃើញពីមុននឹងឥឡូវផ្លាស់ប្ដូរគ្នាប្រមាណហើយវាលើសពី360ដឺក្រេទៅទៀតតែយើងឃើញជាក់ស្ដែងណាហើយខ្ញុំស្ដាប់បានធរណីការរបស់ព្រះអង្គកិច្ចការងារអភិវឌ្ឍន៍សូម្បីតែត្រីកើនឡើងសឹង10តោនអីមិនធម្មតាទេនៅជុំវិញវត្តចន្ទបជោតនារាមហើយសមិទ្ធផលនានាបាច់ចាំព្រះអង្គលើកឡើងគឺយើងដឹងដែរបងប្អូនប្រជាពលរដ្ឋអ្នកនៅក្បែរទីនោះម្ដុំនិយាយរួមត្រូវនឹងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកប្រមាញ់មើលសុខទុក្ខរះទៀតកិច្ចការងារអភិវឌ្ឍអភិបាលកិច្ចខេត្តកំពង់ឆ្នាំងនោះក៏មហោសចារទៀតសពថ្ងៃនេះណាខ្ញុំនិយាយសពថ្ងៃនេះប្លែកខ្លាំងហ្មងហើយកិច្ចការងារអភិវឌ្ឍនៅក្នុងខេត្តនឹងក៏សម្បើមអស្ចារ្យអានឹងចក្ខុវិស័យវាវិវត្តណាឥឡូវចេញតែពីកំពង់ឆ្នាំងបាំងភ្នំកងរៃរហូតទៅដល់ពោធិ៍សាត់ឯកឧត្តមខូយរីដាទៀតអូ
tam đo phơi phê miền sầm ram mà mùi đi ai phơi miền cầm nu miền rập băng ôi dây tới đôi thà nè phía xa nè lộ online thà mấy ỏi ui trẻ ỏi ui kìa đây bọn con cái này សប្បាយចិត្តដែលមានពុកម៉ែបងប្អូនក៏ផ្ញើរូបមកហើយបានស្ដាប់ធរៈនៃការរបស់ព្រះអង្គទៅតិចល្អបានឃើញអ្នកមុខអ្នកកាមត្រីជាន់ខ្ពស់ឯកឧត្តមលោកជំទាវហើយរំភើបត្រង់កិច្ចការកសាងចិត្ត1លានដុល្លារនៅលើផ្ទៃដី 7-8 ហិកតាថ្មីទៀតនេះពង្រីកចេញពីបរិវេណអតីតមូលដ្ឋានវត្តសុទ្ធកាលពីមុនកន្លងទៅនោះណាហើយ 7-8 ដីហិកតាទៀតមិនមែនធម្មតាទេបងប្អូនសម័យមើលនឹងប៉ុណ្ណាទេនេះហើយមានកិច្ចការងារកសាងដោយខ្ញុំបាទជម្រាបជូនដើម្បីមិញនោះបងប្អូនឃើញទេដល់ហើយអញ្ចឹងទៅឲ្យសប្បាយចិត្តរីកថ្លើមប្រមាត់ជាមួយលោកយ៉ាងម៉េចជាមួយបងប្អូនយ៉ាងម៉េចនេះបញ្ចុះបឋមសិលាកសាងប្រាង្គបច្ចេកដីព្រះសុវណ្ណបពិតនិងប្រាសាទចតុលោកកបាលដែលដឹកនាំដោយព្រះអង្គនេះឃើញទេបងប្អូនហើយក្នុងនោះគឺណែវត្តមានរបស់លោកជំទាវធម្មសគុណពុទ្ធសន្តិវង្សឧត្តមមហាឧបាសិកាពុទ្ធសាសនុបឋម IC សគុណធារីណាគឺនៅក្នុងបរិវេណនៃដីកោះវត្តចន្ទបជោតនារាមតែហ្មងឃើញទេបងប្អូនឃើញអត់បាទហើយទន្ទឹមនោះសមិទ្ធផលអីផ្សេងទៀតអូយដើរលេងមកកណាត់ថ្ងៃនៅនឹងបាទនៅនឹងចឹងបើសិនជានៅថ្ងៃស្អែកនេះខ្ញុំមិនដឹងថាពេលវេលាអាត្មាណាទេនឹងត្រូវណែជំមុលបញ្ញាប់ធ្វើកិច្ចការងារឲ្យចប់ទៅធ្វើម៉េចកុំឲ្យយប់តាន់បានថតរូបច្រើនយប់កម្មវិធីថតខ្ទេចត្មងទៅហើយបងប្អូនលោកពុកអ្នកម៉ែមិនមកចាំជួបគ្នាស្អែកយប់នៅនឹងវត្តចន្ទបជោតនារាមមិនមកដេកនៅវត្តនឹងហ្មងក៏បានដែរណាអាហ្នឹងចិត្តថ្លើមត្រូវឈ្មោះទៅឲ្យតល់បានណាមានភារៈកិច្ចការងារខ្លះហ្នឹងក៏ចង់ជួបព្រះអង្គតបដែរអញ្ចឹងបងប្អូនសូមអរគុណណាស់ឥឡូវយើងប៉ុណ្ណឹងសិនទៅចុះខ្ញុំបាទឡើងមកជម្រាបហ្នឹងគឺពាក់ព័ន្ធទៅនឹងភាពរំភើបនឹងឯងហើយឆ្លើយតបទៅនឹងពុកម៉ែបងប្អូនអំពីរឿងវិសាកម្ពុជាមិនមែនយប់នឹងទេបងប្អូនណាច្បាស់ណាយើងមិនមែនយប់នឹងទេណាថ្ងៃទី1ណាបាទថ្ងៃទី1អញ្ចឹងកម្មវិធីពិតទៅនៅពេលយប់បាទមានពេលយប់រដងមិនយប់អញ្ចឹងណាយត់ច្រឡំមើលច្បាស់ណាព្រោះច្បាស់ថ្ងៃទី1ហើយមានពុកម៉ែបងប្អូនថាកម្មវិធីធ្វើយប់នឹងមិនមែនទេអត់ទេដូចមិនមែនយប់នឹងទេថ្ងៃទី1វិសាខបូជាអញ្ចឹងធ្វើនៅពេលយប់បាទនៅពេលយប់អញ្ចឹងអរគុណណាស់លោកពុកអ្នកម៉ែហ្នឹងយើងគ្រាន់តែជូនដំណឹងហើយយើងគ្រាន់តែត្រេកអរជ្រះថ្លាទៅនឹងមហាបុណ្យកុសលដែលតម្កល់ទុកនៅវត្តចន្ទបជោតនារាមហើយវត្តសុទ្ធទាំងអស់គ្នាសូមមកជួបភពប្រពសពទៅនឹងសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាត្រូវធ្វើសេចក្តីល្អឲ្យបានច្រើនសន្សំសុខឲ្យបានច្រើនហើយកសាងឬក៏សាបព្រោះនៅពូជពុទ្ធិសេចក្តីសពបរោះនឹងឲ្យច្រើនឲ្យកើននៅកម្លាំងបុណ្យកម្លាំងធម៌កម្លាំងទ្រព្យដោយឯកឧត្តមលោកជំទាវអ្នកអង្គញាអញ្ចឹងលោកមាននិស័យផបបុណ្យមានតំណែងមានស័ក្តិមានយសឲ្យលោកប្រឹងធ្វើបុណ្យកាន់តែធ្វើទៅទៀតអនាគតជាតិនឹងដឹងអីទៀតទេកើតទៅជាប្រអិនព្រះអង្គទេវតាប្រព្រំឲ្យអស់ធ្វើល្អហើយមនុស្សយើងសពថ្ងៃបានផុតអំពីនរកប្រែតឡើងមកកើតជាមនុស្សម្នាហើយកុំឲ្យធ្លាក់ទៅនរកប្រែតវិញសន្សំកសាងកសលផលបុណ្យឲ្យកើតទៅជាមនុស្សល្អបរិសុទ្ធបន្ថែមទៀតកើតទៅជាតិក្រោយកាន់តែមានរូបឆោមឡោមពណ៌ល្អស្អាតដោយឯកឧត្តមលោកជំទាវអញ្ចឹងអានឹងខ្ញុំគិតខ្ញុំប្រាថ្នាណាបុណ្យណាកើតឡើងដោយសារការសន្សំដែរណាបងប្អូនបាទអញ្ចឹងសូមអរគុណគោរពជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអំប្រមសិលពូនិមីងបានសំប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយបាទ